តោះសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងតមកវីដេអូបន្តខ្ញុំបង្ហាញអំពីរបៀប transfer លុយពីលុយដែលយើងដាក់ចូលក្នុង USD wallet ហ្នឹងទៅ account trading របស់យើងណាហើយអញ្ចឹងកុំឲ្យច្រឡំថាដាក់ឲ្យអត់ឃើញចូលនៅក្នុង account MT5 account trade អញ្ចឹងដោយសារអីលុយវាចូលក្នុងនេះបើយើងរើសអត់ត្រូវអ្នកខ្លះមិនមែនរើសអត់ត្រូវគាត់អត់បានរើសហ្មងហើយតឹងគាត់ជាឆ្ងល់ថាមិនអត់ឃើញលុយអញ្ចឹងដើម្បី transfer បានយើងចូលមកក្នុងពាក្យ finance ហើយយើងយកពាក្យថា internal transfer ខ្ញុំធ្លាប់ប្រាប់ណាអានេះដាក់អានេះដកអានេះផ្ទេរលុយក្នុង website របស់យើងអញ្ចឹង internal transfer ឥឡូវខ្ញុំរើសពីអាលុយរបស់ខ្ញុំមាន 22.34 ហ្នឹងខ្ញុំចង់ដាក់ចូលទៅក្នុង account របស់ខ្ញុំលេខនេះ USD នេះគឺកតុយ41នេះអញ្ចឹង account ដូចខ្ញុំនិយាយយើងមានច្រើនយើងចង់ដាក់ចូលមួយណាវាចូលមួយហ្នឹងហើយណាប្រយ័ត្នដល់ពេលដាក់ខុស account ហើយជាតែរក account មួយទៀតមិនក៏មិនឃើញអញ្ចឹងនិយាយឲ្យគ្នាច្បាស់ណាអញ្ចឹងឥឡូវខ្ញុំដាក់ចូលក្នុង account ហ្នឹងហើយ amount ចង់ដាក់ amount លុយខ្ញុំមាន22ឥឡូវឧទាហរណ៍ខ្ញុំដាក់តែ20ណាអញ្ចឹងខ្ញុំវាយលេខ20មកបន្ទាប់មកខ្ញុំយកពាក្យថា confirm អញ្ចឹងចាំខ្ញុំ screenshot នៅក្នុង MT5 របស់ខ្ញុំលុយ load ចូលហើយទៅខ្ញុំដាក់ក្នុងវីដេអូហ្នឹងឲ្យមានតែប៉ុណ្្នឹងទេអត់មានអីបាក់ទេហើយវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញអំពីរបៀបដកលុយនឹងចេញវិញអូខេជួបគ្នាវីដេអូក្រោយ